បាទសួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំចង់យកបាទបទពិសោធន៍ខ្លះតាក់ទងជាមួយនឹងប្រទេសអ៊ុយក្រែនយុទ្ធសាស្ត្រយ៉ាងម៉េចដែលធ្វើឲ្យអ៊ុយក្រែនទប់ទល់ជាមួយរុស្ស៊ីបានរហូតដល់74ឆ្នាំអញ្ចឹងតើអ៊ុយក្រែនប្រើយុទ្ធសាស្ត្រយ៉ាងម៉េចភាពខ្លាំងរបស់អ៊ុយក្រែននៅចំណុចណាអញ្ចឹងបងប្អូនទាំងអស់គ្នាយើងនឹងទៅស្ដាប់លម្អិតតាក់ទងជាមួយនឹងតើប្រទេសអ៊ុយក្រែនប្រើវិធីសាស្ត្រណាឬក៏ភាពខ្លាំងរបស់អ៊ុយក្រែននៅចំណុចណាដែលធ្វើឲ្យអ៊ុយក្រែននៅតែទប់ទល់ជាមួយនឹងប្រទេសរុស្ស៊ីបានរហូតមកដល់ពេលនេះបងប្អូនហើយប្រទេសរុស្ស៊ីគឺជាប្រទេសមួយដែលធំជាងអ៊ុយក្រែនឆ្ងាយមេឃហើយនឹងដីហ្មងបងប្អូនអញ្ចឹងហើយឥឡូវនេះខ្ញុំឃើញបងប្អូនជាមួយចំនួនពីមុនតែគាត់តែងតែមានបងប្អូនមួយចំនួនតូចទេដែលគាត់តែងតែថាប្រទេសអ៊ុយក្រែនហ្នឹងមិនល្អទេដឹងខ្លួនថាមិនឈ្នះគេហើយនៅតែប្រឹងប្រយុទ្ធជាមួយរុស្ស៊ីសុកចិត្តឲ្យងាប់ប្រជាជនមិនព្រមកាត់ដីឲ្យគេទេបាទតែឥឡូវនេះយើងឃើញជាក់ស្ដែងថាវាកំពុងតែធ្លាក់មកលើខ្លួនយើងជាប្រទេសមួយតូចដែរបាទឥឡូវនេះត្រូវបានអាចោសៀមហ្នឹងវាឈ្លានពានបាទវាឈ្លានពានប្រទេសយើងតើយើងគួរតែកាត់ទឹកដីឲ្យគេអត់បាទអញ្ចឹងចំណុចនេះបងប្អូនដឹងហើយវាគ្មានប្រទេសណាមួយដែលត្រូវកាត់ទឹកដីឲ្យអ្នកនេះឲ្យអ្នកនោះទេអញ្ចឹងឥឡូវនេះយើងមកស្ដាប់ទាំងអស់គ្នាតាក់ទងជាមួយនឹងអ៊ុយក្រែនបាទអ៊ុយក្រែនមិនមែនជាប្រទេសធម្មតាទេបាទអញ្ចឹងខ្ញុំលើកតែចំណុចខ្លះតាក់ទងជាមួយនឹងបាទខ្ញុំចង់និយាយឲ្យច្បាស់ថាអញ្ចឹងបើសិនជាថៃឈ្លានពានយើងហើយយើងធ្វើបានដូចអ៊ុយក្រែនហ្នឹងថៃចាញ់យើងតាំងពីយូរបាទហើយក៏អត់មានរឿងធ្វើលើកទី2ហ្នឹងបានដែរបាទអញ្ចឹងថៃវាចូលវាយយើងម្ដងនេះវាឈ្លានពានយើងម្ដងនេះគឺជាលើកទី2ហើយបាទឥឡូវនេះខ្ញុំនឹងនិយាយបាទចំណុចខ្លាំងរបស់អ៊ុយក្រែនទី1បងប្អូនអញ្ចឹងបងប្អូនមានការគិតខុសពីខ្ញុំបងប្អូនអាចខមមិននៅខាងក្រោមវីដេអូបាទជាចំណេះដឹងចែកម្លែកគ្នាទៅវិញទៅមកអញ្ចឹងយើងដឹងហើយថាប្រទេសអ៊ុយក្រែនអាវុធក៏ចាញ់រុស្ស៊ីអាវុធទំនើបហ្នឹងចាញ់រុស្ស៊ីប្រទេសក៏តូចជាងគេកងទ័ពក៏តិចជាងគេបាទធនធានក៏តិចជាងគេតិចគ្រប់យ៉ាងតែរុស្ស៊ី4ឆ្នាំហើយវាយរលទៅមុខដូចអណ្ដើកវាអញ្ចឹងហើយចំណាយមនុស្សអស់ច្រើនណាស់យកទឹកដីគេបានបន្តិចហ្នឹងតែចំណាយមនុស្សអស់ច្រើនប្រៀបដូចជាយើងយកជីវិតមនុស្សយកទៅដូរអញ្ចឹងហើយមិនតាន់ប្រកាសថាបានជាកម្មសិទ្ធិទេអញ្ចឹងវីដេអូនេះចង់ផ្ញើទៅដល់ពួកអាចារ្យសៀមនឹងហងគិតផងបាទចំណុចនេះអញ្ចឹងទី1អ៊ុយក្រែនគឺបាទគាត់មានសាមគ្គីខ្ពស់តាក់ទងជាមួយនឹងប្រជាជនណាតាក់ទងជាមួយនឹងប្រជាជនរបស់អ៊ុយក្រែនគឺគេតាមជួយទាហានគេបងប្អូនមានន័យថាអ្វីដែលគេជួយបានគឺគេជួយហើយគេធ្វើជាផ្នែកជាចំមុខផ្ដល់គេហៅថាផ្ដល់ព័ត៌មានពីសត្រូវទៅឲ្យទាហានយើងបន្តមកទៀតទាហានមានបាទអត់ឃ្លានកន្លែងណាគេលួចជួយមានតែគេលួចជួយព្រោះយើងដឹងហើយបើសិនជាគេដឹងថាយើងទៅជួយទាហានទៅជួយអីពួកទាហានខាងគេហ្នឹងខាងរុស្ស៊ីហ្នឹងគឺបាញ់ដល់ប្រជាជនហ្នឹងទៀតអញ្ចឹងគេធ្វើធម្មតាជាមួយទាហានរុស្ស៊ីតែគេលួចជួយគេលួចផ្ដល់ដំណឹងឲ្យទាហានគេដដែលមានន័យថាទោះបីប្រជាជនអ៊ុយក្រែននៅក្នុងទឹកដីរុស្ស៊ីក៏ដោយនៅក្នុងអាគ្រីមៀហ្នឹងក៏ដោយឬក៏នៅក្នុងទឹកដីអ៊ុយក្រែនដែលត្រូវរុស្ស៊ីចាប់បាននឹងក៏ដោយក៏គេនៅតែលួចឲ្យការទៅដល់ទាហានគេហើយគេនៅតែលួចជួយនៅកន្លែងណាជួយបានជួយជាចំណីអាហារជួយជាព័ត៌មានបាទនេះជាចំណុចខ្លាំងរបស់អ៊ុយក្រែនទី1គឺសាមគ្គីហើយប្រជាជនគឺគេជួយបាទគេជួយសហការគ្នាមកបាទនេះជាចំណុចខ្លាំងទី1ចំណុចខ្លាំងទី2គឺខ្លាំងទៅលើថ្នាក់ដឹកនាំមានន័យថាលោកសេឡែនស្គីហ្នឹងគឺគាត់ប្រកែខាងឯងប្រកែទំនាក់ទំនងបងប្អូនបើយើងបាញ់គ្នាតទល់ជាមួយគេអត់ឈ្នះគេទេប្រទេសអ៊ុយក្រែនមិនអាចឈ្នះរុស្ស៊ីមិនអាចតលើសពីមួយខែតែអ៊ុយក្រែនប្រកែខាងទំនាក់ទំនងលោកសេឡែនស្គីមានថ្នាក់ដឹកនាំរបស់គេប្រកែទំនាក់ទំនងគេអត់ចោលទេប្រទេសដែលប្រជាធិបតេយ្យទាំងអស់ព្រោះប្រទេសគេប្រជាធិបតេយ្យអញ្ចឹងគេស្វែស្វាតោងតែអ្នកប្រជាធិបតេយ្យទេព្រោះយើងដឹងហើយប្រទេសធំយ៉ាងណាក៏ដោយបើសិនជាវាដឹកនាំដោយផ្ដាច់ការ
bia bể lại dương bể na các bạn à bia admin sân thị sảnh nhà na đại ca bia dương ở môi trường vật đôi vậy lúc bia admin cờ rục cho bắp ba đôi dương chia nè cờ rục cho bắp thì chẳng phụ ớt cờ rục cho bắp bia mình smart thong cho môi dương thì bia mơ dương sạch xí so chẳng với bể lại chào chẳng hai ôi cái đấy cứ ớt về và chắp phụ đại ca này mà trong nói khang tí pí cứ nếu dụ đặt mình trai cứ lô Zelensky quạt miên tụm nhẹ tụm nó quạt miên ha quạt tụ bay bong bóng đằng ớt miên pel môi đài lô Zelensky từ chụp lục đô là tám hơi miên bịa để hai thang và tẹt tiền kia thôi khăng kia cứ lục đô là tám ban chồng oi lô Zelensky có đôi chip bẩn tiếp đầm lại thôi oi Zelensky nó cứ quạt miên là môi thang kê mơ ghi quạt tại bong bóng đằng ớt rắm khăng môi nó cứ quạt ớt vô mau trên nơi lửa tộc thì cứ quát khăm mọt hay quát nó tại cho mất tập hiệp chỉ muối nắng Americ phố bong bóng đang hay tha Americ cứ chia bật tết đặt ngon vào chia thập tay bật tết thống hái đặt ngon vào chia thập tay để miền cho bắp thầm thở chẳng lúc Zelensky cứ quát ớt trao đồng nẹt đồng nó mùi nắng quát nó tập chia diêm ca tụt bóc quát cứ khẳng bà hái support nằm bật ớt nó cứ quát tay cả nó gà tha đồng nẹt đồng nó ca tụt chẳng TP chẳng nói TP cứ khẳng từ lỡ ca tụt tụm nẹt tụm nón ca tụt để trầm trời miền này quát sợi và táo sợi và băng bẹ kế từ lứa bật tê đá đặt nom đòi bị chia thập tay thằng phố khôn ấy chia bật tê để đặt nom đòi bị chia thập tay đôi chân đấy quát đăng cho ba thá tập băng bật tê đại cả tê quát đăng cho bà bản chẳng pi chấm nói đi thơ ôi cái này chiên mà đo chấm nói ngày này bà thôi ôi cái này khôn và bắn bán này tới bậc cốt chỉ mùi kia và bắn giật cro nó mà tới bậc cốt chỉ mùi kia hói vút mình tụm nợ đôi kia thì tai đòi xa ca tu thôi áo và tê thằng nó kia chui là smart chặt bà hói thì bảy bằng phổi chùm nói thì bảy cứ từ lơ pol từ hiền ôi cái đấy cứ miên chùm nói bị say muối bà cứ bắt đo phép sầm khăn tới đo từ hiền chùa mục bà cứ quát đo sầm khăn thể hiện chùa mục bắt đo khi sầm khăn thể hiện chùa mục viên miền tràn cả tá bong bóng chẳng không vậy ní cứ ta mà vậy để không bán mơ bỏ miệng chẳng bong bóng ai mình cũng lập xem bị nhóm bong bóng ai mình phép trong phó mà chẳng cái ta thì bấy cứ chúng nói thì bấy ní cứ thể hiện cứ cái dòng chất tụng đại trên môi nó thể hiện chùa mục mình đi ra ca bắt đo cốt công chia sẻ xe hướng thằng làm pẹt bong bóng thể hiện ôi cái đấy bong bóng đó cho tự bánh mà cong nâng chứ nơi cô đại vui nâng cứ miên thằng làm pẹt chọc luôn bà mình nước bị ăn gì slap miên này ha là buộc bẩn ha có dương miên bật đập miên thằng làm miên ấy nó chui phim bà ăn năng thì mùi cái ta thì pi cứ cái dốc chất tụng đại chỉ môi nâng top chua một nâng hai ca dốc chất tụng đại chia cầm lăng chất thông một phật cứ mê bánh chia ca đại cho tới đo chua một nâng mà đo ca to ní chia cầm lăng chặt đọc lăng thôi thể hiện nó mua một bà hai thể hiện thằng ó nó cứ cái đau một phổi tới tầm mà dạng này bong bóng chẳng thì môi cứ bỏ miền thì tán chỉ phải đại dương tay là thà cầm thọt ấy đẹp đá nó bong bóng đó chẳng thể hiện thằng ó nó cứ cái đăng chùm nói tặng bay nằng mà cái đăng cái thà vốn môi chân uốn cứ chỉ bỏ rồi xí đại quát đại kê ban bẩn so tục bị bốn máu rồi gọi kê ban phải lẫn nó phải tê rồi xí chẳng ra group là bỏ thằng ó đẹp rồi xí phải lẫn cứ rồi xí đăng chùm nói sao bỏ về chụp bà chẳng dương do nắng từ bay mùi kê là phải lẫn nó phải chẳng thế chẳng ôi cái này đằng bà chẳng chân này thằng ó vốn bỏ ôi cái này thì chân cứ chân này thôi ơi cái hai thằng chuột chủ ó nè tam chậm bà chẳng biết mình tập bay chùm nói thông thông thế đẹp nhưng mà khơi tha thôi ơi ôi cái này bà tôi ban cái hai thằng kết rồi thôi ơi bật tê đã chọn liên biên cái nơi trần thôi em tranh đấy bà bong cận mơ ti mối bị chia chồn lôi chui thể hiện lôi bắt đo ca ao thể hiện ti pi cứ thằng đặt nón cứ bậc cài ắt một hai bậc cao tầm nhẹ tầm nón đó chắc là một tới mà đo bà chơi tới mà đo thì bà chơi hay bây giờ nhẹ đặt nón nâng chặt vậy nữa cứ kia bậc cài tầm nhẹ tầm nón cả tụt vòng cứ kia bậc cài này nè cái p là miền ở vốn dựng đắng này
ពេលដែលយើងមានបញ្ហាយើងអត់អាចប្រើកម្លាំងបាយទៅទប់ទល់ជាមួយប្រទេសដែលធំជាងយើងបានទេវាអត់សមាមាត្រជាមួយគ្នាបងប្អូនដូចអញ្ចឹងទៅទោះបីយើងក្លាហានយ៉ាងណាក៏យើងមិនឈ្នះគេដែរអញ្ចឹងលោក Zelensky ដែលដឹកនាំប្រទេសអ៊ុយក្រែននេះគឺគាត់ធ្វើត្រូវបាទគឺគាត់ចងសម្ព័ន្ធមិត្តគាត់ព្យាយាមផ្សះផ្សាឲ្យយើងដឹងហើយពេលដែលយើងទៅពឹងគេមិនឲ្យមនុស្សមកងាប់ជំនួសយើងទេតែគាត់ប្រកែនិយាយបាទគាត់ប្រកែនិយាយគេហៅថាការទូតបាទដូចខ្ញុំនិយាយចឹងគាត់ប្រកែផ្សះផ្សាប្រកែទំនាក់ទំនងគាត់អាចលើកវិហេតុផលថាបើសិនជាប្រទេសអ៊ុយក្រែនមានបញ្ហាដោយសាររុស្ស៊ីឈ្លានពានឲ្យលេបបានទឹកដីប្រទេសដែលផ្សេងនៅក្បែរហ្នឹងក៏ថ្ងៃក្រោយក៏ដូចអ៊ុយក្រែនដែរអញ្ចឹងអាចចំណុចនេះហើយគេនឹកឃើញថាតន់សង្គ្រាមនៅលើទឹកដីអ៊ុយក្រែនអញ្ចឹងអ្វីដែលត្រូវជួយឲ្យហើយទៅប្រៀបដូចប្រទេសទាំងអស់ហ្នឹងកំពុងតែធ្វើសង្គ្រាមជាមួយអ៊ុយក្រែនជាមួយរុស្ស៊ីអញ្ចឹងតែគ្រាន់តែសុំទឹកដីអ៊ុយក្រែនធ្វើសង្គ្រាមទេបងប្អូនរាល់ថ្ងៃហ្នឹងបាទរាល់ថ្ងៃហ្នឹងគឺគេយកទឹកដីអ៊ុយក្រែននេះដើម្បីធ្វើសង្គ្រាមជាមួយរុស្ស៊ីហើយពួកអឺរ៉ុបគេអត់បោះបង់ទេហើយដោយសារអីគឺដោយសារ Zelensky គឺគាត់មានគេហៅថាឆ្លាតបាទអញ្ចឹងឥឡូវនេះយើងមើលឃើញថាប្រទេសរបស់យើងកំពុងតែបាទ3ថ្ងៃ4ថ្ងៃហើយដែលថៃហ្នឹងវាកំពុងតែឈ្លានពានដែរហើយការឈ្លានពាននេះអត់ខុសពីរុស្ស៊ីទេបងប្អូនគឺប្រទេសយើងមិនតូចជាងគេប្រហែលទេតែប្រទេសយើងជាប្រទេសមួយដែលមិនដែលចង់បានទឹកដីគេទេដល់អញ្ចឹងទៅអត់សូវជាត្រៀមអាវុធនឹងបានល្អទេបាទអញ្ចឹងអាវុធយើងវាចាញ់គេបាទមិនសូវទំនើបដូចគេតែអ្វីដែលយើងខ្លាំងជាងប្រទេសថៃនោះថៃអត់បានស្មើយើងទេបាទគឺតបស្មើយើងថៃឯងបានហោះបាញ់បាទហោះយន្តហោះទម្លាក់គ្រាប់ផ្លោងអូខេហើយផ្លោងទៅហើយផ្លោងអស់គ្រាប់ហ្នឹងទៅមនុស្សអត់មាននៅអស់ហើយផ្លោងទេតែបើសិនតែលើកតបថ្មើរជើងមកបាទយើងមើលឃើញថាតបថ្មើរជើងរបស់កម្ពុជាយើងគឺខ្លាំងណាស់បាទហើយបើសិនជាការយកចិត្តទុកដាក់ទៅដល់តាហ៊ានជួមុខបាទយើងធ្វើចំណុចទាំង3នឹងដូចអ៊ុយក្រែនបានថៃវាចាញ់នឹងពីយូរទី1ទំនាក់ទំនងការទូតនឹងយើងកុំគិតថាបងប្អូនតែងតែយល់ច្រឡំថាចេះបើយើងមិនខ្លាំងទេគ្មានអ្នកណាជួយយើងបានទេបងប្អូនចំណុចនេះខ្ញុំគាំទ្រថាវាត្រូវតែវាមិនត្រូវទាំងអស់ទេបើយើងគិតថាតើតើយើងខ្លាំងយើងមិនបាច់ចាំពឹងអាណាយើងចេះខ្លាំងពង្រឹងខ្លួនឯងឲ្យខ្លាំងហើយចុះគេអត់ចេះពង្រឹងខ្លួនឯងឲ្យខ្លាំងឯមែនសួរមើលយើងចេះធ្វើអភិវឌ្ឍខ្លួនឯងឲ្យខ្លាំងហើយចុះគេអត់ចេះអភិវឌ្ឍខ្លួនឯងឲ្យខ្លាំងទេអីអញ្ចឹងការទូតបាទការទំនាក់ទំនងចងមិត្តភាពជាមួយនឹងប្រទេសដែលដឹកនាំដោយប្រជាធិបតេយ្យគឺអូខេយើងមើលតែឥឡូវដឹងហើយប្រទេសយើងស្វាចាប់បាទគឺតោងចិនបាទឥឡូវចិនហ្នឹងវាមិនដឹងថាស៊ីជម្រៅទៅវាយ៉ាងម៉េចហើយចិនយើងដឹងហើយថាគាត់ធំមែនតែគាត់ដឹកនាំដោយផ្ដាច់ការបាទដល់អញ្ចឹងទៅចិនណារាល់ថ្ងៃទៅអាមេរិកមួយហ្នឹងវាធ្វើអីមិនចេញសោះទៅអាហ្នឹងមួយដែរបាទអាមេរិកលេបាត់ចេញពីពិភពលោកបែកអាស៊ីយើងហ្នឹងដូចគ្មានត្រូវដាក់ឈ្មោះប្រទេសកម្ពុជាដាក់ឈ្មោះវៀតណាមដាក់ឈ្មោះអីទេដាក់ឈ្មោះចិនទាំងអស់ព្រោះចិនប្រទេសគាត់ធំអញ្ចឹងទឹកដីគាត់ធ្លាប់និយាយទឹកដីគាត់ម៉ាំងហៀងអាស៊ីទឹកដីទាំងអស់បាទអញ្ចឹងនេះជារឿងមួយដែលខ្ញុំចេះបាទនឹកឃើញចង់និយាយចែកម្លែកទៅដល់បងប្អូនអរគ្នាហើយក៏ខ្ញុំមិនដឹងថាបងប្អូនណាបានស្ដាប់បងប្អូនណាមិនបានស្ដាប់ទេតែអ្វីដែលខ្ញុំមើលឃើញគឺអញ្ចឹងអ៊ុយក្រែនទប់ទល់បានគឺមាន3ចំណុចធំហ្នឹងបាទធ្វើឲ្យអ៊ុយក្រែនទប់ទល់ជាមួយប្រទេសធំបានប្រទេសដែលមានអាវុធខ្លាំងជាងខ្លួនបាទអញ្ចឹងវីដេអូនេះមិនមានច្រើនទេបងប្អូនបាទអរគុណជំរាបលា